បុប្ផាកញ្ញាដងមៃសុបិនមួយថ្ងៃស្រមៃមួយជាតិមិនយល់សងឬមួយក៏ស្រីមានស្នៀតចិត្តចង់ជួបទៀតដើម្បីឲ្យអស់ចិនដាបងណាត់ជួបស្រីជាថ្មីម្ដងទៀតតែខ្លួនយ៉ាងស្អាតជួបស្រស់ងាកញ្ញាក្រោមដងស្វាយនេះក្បែរមកទុនលេសងខឹមម្លេះទេនឹកថាបានយល់ជាថ្មីមុខស្វាយមកបឹងត្រចង្ត្រជ័យព្រឹកម៉ោង8ស្រយាចាំអូអង្គុយតាអញសែនស្រណោះខ្លួនទើបដឹងថាអូននាងប្រែចិនដាខ្លាចណាស់ក្រែងប៉ាំងចិត្តស្រីចង់ស្រលឲ្យបងអំពើជាច្រើនមកខាយខំរកដែរតែរកមិនបានឡើយអោវិចិត្រត្រកអើយលេចឡើយអ្នកសំណាងម្លេះស្វាយមកបឹងត្រចង្ត្រជ័យព្រឹកម៉ោង8ស្រយាចាំអូអង្គុយតាអញសែនស្រណោះខ្លួនទើបដឹងថាអូននាងប្រែចិនដាក្រែងប៉ាំងចិត្តស្រីចង់ស្រលឲ្យផងអំពលជាច្រើនមកខាយខំរកដែរតែរកមិនបានឡើយអោវិចិត្រត្រកអើយដាច់ឡើយអ្នកសំណាងម្លេះ